សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូបកស្រាយសៀវភៅរបស់យើងថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាធ្វើដំណើរចូលទៅក្នុងសៀវភៅមួយដែលបានផ្លាស់ប្ដូរជីវិតមនុស្សរាប់លានអ្នកទូទាំងពិភពលោកឪពុកញាក់មានបង្រៀនកូនអ្នកក្រ Rich Dad Poor Dad សៀវភៅនេះមិនមែនបង្រៀនអ្នកធ្វើរឿងអស្ចារ្យភ្លាមទេប៉ុន្តែវាបង្រៀនអ្នកផ្លាស់ប្ដូរគំនិតហើយពេលគំនិតអ្នកផ្លាស់ប្ដូរអនាគតអ្នកក៏ផ្លាស់ប្ដូរផងដែរតោះចូលទៅមើលមេរៀនដ៏ខ្លាំងនេះ Section 1 រឿងឪពុកពីរនាក់ Robert Kiyosaki មានឪពុកពីរនាក់គឺឪពុកអ្នកក្រ Poor Dad មានការអប់រំខ្ពស់មានសញ្ញាបត្រជាច្រើនជាគ្រូបង្រៀនល្អតែរស់នៅក្នុងបំណុលស្នេហាការងារតែមិនសូវយល់ពីលុយឪពុកអ្នកមាន Rich Dad មិនបានបញ្ចប់ការសិក្សាខ្ពស់អានសៀវភៅខ្លួនឯងសិក្សាអាជីវកម្មធ្វើឲ្យលុយធ្វើការឲ្យខ្លួនស្វែងរកឱកាសជារឿយៗក្មេង Robert ធ្លាប់សួរទាំងពីរចំណោទហើយទទួលបានមេរៀនពីរបៀបគិតខុសគ្នាឯនេះហើយជាអ្វីដែលបង្កើត Rich Dad Poor Dad Section 2 អ្នកមានមិនធ្វើការដើម្បីលុយមនុស្សលើពិភពលោកភាគច្រើនគំនិតថាខ្ញុំត្រូវធ្វើការជាមួយក្រុមហ៊ុនដើម្បីបានប្រាក់ខែតែអ្នកមានគិតថាតើអ្វីអាចបង្កើតចំណូលឲ្យខ្ញុំដោយខ្ញុំមិនចាំបាច់ធ្វើការប្រចាំថ្ងៃនេះហើយគឺជាការផ្ទុយគ្នាអ្នកធ្វើការដើម្បីលុយគឺតែងតែត្រូវការងារអ្នកមានគឺបង្កើតប្រភពដោយឲ្យលុយធ្វើការឲ្យគេឧទាហរណ៍ធំគឺអ្នកធ្វើការទទួលប្រាក់ខែគឺ active income ប៉ុន្តែអចលនទ្រព្យអាជីវកម្មវិនិយោគស្តុកនេះគឺ passive income គឺជារបស់អ្នកមាន Section 3 ទ្រព្យសម្បត្តិវាស់បំណុលនេះជាមេរៀនដែលធ្វើឲ្យសៀវភៅនេះល្បីជាងគេ Robert មិនបង្កើតពាក្យថ្មីទេតែបកស្រាយក្នុងរបៀបសាមញ្ញបំផុតទ្រព្យសម្បត្តិអ្វីដែលជួយបង្ហាញលុយចូលការជួលផ្ទះដីវិនិយោគស្តុកអាជីវកម្មធននិយមអ្វីដែលបង្កើតចំណូលបំណុលអ្វីដែលធ្វើឲ្យលុយចេញតម្លើងរថយន្តកាតអ៊ីនធឺណិតទិញទូរស័ព្ទដៃថ្មីទិញផ្ទះធំពេកដែលគ្មានចំណូលឪពុកអ្នកមានប្រមានថាមនុស្សភាគច្រើនគិតថាផ្ទះគឺទ្រព្យសម្បត្តិប៉ុន្តែសម្រាប់ខ្ញុំវាជាបំណុលហេតុអ្វីពីព្រោះវាអស់លុយរៀងរាល់ខែតែមិនបង្កើតចំណូលវិញ Section 4 សាលាមិនបង្រៀនពីលុយ Robert និយាយថាមូលហេតុធំបំផុតដែលមនុស្សជាច្រើនប្រទះបំណុលពីព្រោះគេមិនបានរៀនពីលុយនៅសាលាអ្នករៀនគណិតវិទ្យាសាស្ត្រប្រវត្តិសាស្ត្រភាសាតែអ្នកមិនទទួលបានរៀនធ្វើការរកលុយរៀនចំណូលអកម្មរៀនវិនិយោគរៀនអាជីវកម្មរៀនគ្រប់គ្រងហិរញ្ញវត្ថុឪពុកអ្នកមានសូមបញ្ជាក់ថាការអប់រំហិរញ្ញវត្ថុសំខាន់ជាងសញ្ញាបត្រ Section 5 កុំឲ្យការភ័យខ្លាចរារាំងអ្នកមនុស្សចំនួនច្រើនមិនធ្វើរឿងថ្មីមិនវិនិយោគមិនបើកអាជីវកម្មមិនរៀនជំនាញថ្មីដោយសារភ័យខាតភ័យបាត់បង់លុយភ័យមនុស្សគេបន្ទោសភ័យមិនជោគជ័យភ័យធ្វើកំហុសតែអ្នកមាននិយាយថាកំហុសជាគ្រូល្អបំផុតអ្នកឈ្នះដោយការសាកល្បងមិនមែនដោយការភ័យខ្លាចទេ Robert ចង់ឲ្យអ្នកមានចិត្តក្លាហានក្នុងការអភិវឌ្ឍអនាគតរបស់ខ្លួន Section 6 សញ្ញាសម្គាល់អ្នកមាននេះជាលក្ខណៈរបស់អ្នកមាន 1. ស្វែងរកឱកាស 2. មានភ្លើងចិត្តចង់រៀន 3. មិនខ្លាចបរាជ័យ 4. យល់ពីទ្រព្យសម្បត្តិ 5. បង្កើតចំណូលច្រើនប្រភេទ 6. ធ្វើឲ្យលុយធ្វើការឲ្យខ្លួន Robert ប្រៀបធៀបថាមនុស្សភាគច្រើនគិតថាខ្ញុំមិនអាចទេតែអ្នកមានគិតថាតែខ្ញុំធ្វើដោយមិនដេចបានការប្រែប្រួលក្នុងពាក្យពីមិនអាចទៅជារបៀបណាអាច
គឺជាផ្លែផ្កានៃជោគជ័យ Ending សារសំខាន់សៀវភៅ Rich Dad Poor Dad មិនមែនស្ដីអំពីคล้ายជាមហាសេដ្ឋីឆាប់ទេវាគឺស្ដីអំពីវិធីសរសេរលំនាំគំនិតថ្មីដើម្បីអនុវត្តជាថ្ងៃបើអ្នកយល់មេរៀនក្នុងសៀវភៅនេះហើយអនុវត្តជីវិតអ្នកអាចផ្លាស់ប្ដូររហូតដល់10ឆ្នាំ20ឆ្នាំខាងមុខសូមអរគុណកុំភ្លេច like និង subscribe បើអ្នកចង់ឲ្យខ្ញុំបកស្រាយសៀវភៅផ្សេងទៀត